យើងមានវីដេអូខ្លីៗទាក់ទងជាមួយនឹងការប្រើប្រាស់ជីងជាមួយនឹងការទង្វើសូដ្យូមអ៊ីដ្រូស៊ីតរបស់យើងនៅកំហាប់ណាមួយដែលយើងចង់បានហើយនឹងមៀតដែលយើងកំណត់ថាយើងយកមៀតប្រហែលអញ្ចឹងសម្រាប់ថ្ងៃនេះគឺចង់បង្ហាញពីការទង្វើសូដ្យូមអ៊ីដ្រូស៊ីតនៅកំហាប់ 1 នៅមាន100 មីលីលីត្រហើយនេះគឺជាសូដ្យូមអ៊ីដ្រូស៊ីតរបស់យើងអូខេនេះវាមានផ្លែហើយមានម៉ាស់ម៉ូនៅក្នុងនឹងស្រួលទៀតយើងមិនចាំបាច់កាត់វារកម៉ាស់ម៉ូវាទេហើយនេះគឺជាកែវវ៉ាំមៀតរបស់យើងគឺចំណុះ100 មីលីលីត្រវាមានកម្រិតរបស់យើងត្រឹមត្រូវមានទឹកបឺតមានកែវ BCA ជាពិសេសចិញ្ចិញបើសិនជាយើងអត់ចិញ្ចិញទេគឺយើងថ្លឹមក្រាមរបស់យើងអត់ដឹងប្រហែលក្រាមទេអញ្ចឹងពេលដែលយើងថ្លឹមក្រាមរបស់យើងគណនាហោម៉ាស់គឺយើងសិក្សាទៅតាមកំហាប់របស់យើងគឺយើងឲ្យកំហាប់យើងសិក្សានេះគឺធ្វើមួយចប់ជាមួយនឹងមៀត100អញ្ចឹងយើងរកចំនួនម៉ូរបស់យើងឃើញហើយគឺយើងអាចរកចំនួនម៉ាស់របស់យើងក្រាមរបស់យើងបានហើយអញ្ចឹងយើងបានគណនាហើយគឺអូខេមៀតរបស់យើង100កំហាប់1គឺយើងឃើញម៉ាស់ក្រាមយើងត្រូវថ្លឹមចេញពីដបដើមរបស់យើងនេះគឺចំនួន4ក្រាមអូខេតោះជាយើងចាប់ដើមដំបូងឡើយគឺយើងបើកចិញ្ចិញអូខេពេលដែលបើកចិញ្ចិញគឺយើងឃើញលេខរបស់យើងលោតអត់ថេទេប៉ុន្តែនៅពេលដែលវាលោត00បាននេះគឺយើងចាប់ដើមដាក់កែវរបស់យើងដែលយើងត្រូវថ្លឹមគឺមានការផាត់សបកអញ្ចឹងទៅពេលថាកែវរបស់យើងនេះគឺយើងអត់ចង់បានសបកកែវនេះទេគឺយើងផាត់វាចោលយើងផាត់ចោលគឺយើងចុចមានពាក្យថាយើងចង់បានប្រមាណក្រាមរបស់យើងទេអូខេតោះអញ្ចឹងពេលដែលវា00បាននេះគឺយើងក្រាមរបស់យើងគឺយើងចង់ថ្លឹមបាន4ក្រាមយើងអត់ទៅចាប់បាច់ដកបូកអីជាមួយនឹងម៉ាស់នៃកែវរបស់យើងគឺយើងមានពាក្យថារបស់យើងមួយទៅយើងចុចបាន00ទៅអូខេយើងចាប់ដើមថ្លឹមក្រាមរបស់យើងគឺយើងថ្លឹមចំនួន4ក្រាមអូខេនេះក្រាមរបស់យើងបាន4ហើយ4.01ចង់អីទេយើងសមាត់បានដោយសារក្រួយក្បៀស01អូខេយើងទុករបស់យើងស្អាតបន្តមកគឺយើងចាប់ដើមរំលាយក្រាមរបស់យើងជាមួយទឹកបិទរបស់យើងនេះអូខេនេះយើងចាប់ដើមកលែងរំលាយក្រាមរបស់យើងហើយគឺយើងដាក់ទឹកមកល្មមហើយយើងកលែងដើម្បីឲ្យក្រាមរបស់យើងហ្នឹងវារលាយអស់ហើយយើងផ្ទេរចូលក្នុងកែវវ៉ាំរបស់យើងគឺចំណុះ100មីលីលីត្រនោះកុំសឹកដាក់ទឹកឡើងមកទលេរំលាយក្រាមអីចឹងយកក្រាមនៅខតែកាន់តែពេលយើងដាក់ទឹកច្រើនបាត់ហ្នឹងពេលយើងកលែងទៅ no គឺត្រូវទេវាចូលនឹងសិនហើយទុកទឹកនៅបាត់កែវនឹងបន្តិចទៅដើម្បីយើងកលែងក្រាមរបស់យើងហ្នឹងវាមានចលនាដែរនៅពេលដែលយើងដាក់ទឹកច្រើនចលនាទឹករបស់យើងនៅខាងលើក្រាមរបស់យើងនៅខាងក្រោមគឺវាអត់រលាយតែយើងផ្ទេរមិនសិនណាហើយទុកទឹកបរិមាណក្នុងកែវរបស់យើងហ្នឹងល្មមសង្ស័យលើកមានទេនោះលើហើយអូខេសិនមកថាការទង្វើក្រាមសូដ្យូមអ៊ីដ្រូស៊ីតនៅថ្ងៃនេះគឺជោគជ័យទេបរាជ័យហើយដោយសារអីដោយសារតែមើលបរិមាណមៀតរបស់យើងនេះគឺចិត្តអស់ហើយគឺវាចិត្តពុញណាវាចិត្តដល់មៀតរបស់យើង100ប៉ុន្តែទឹករបស់យើងក្រាមរបស់យើងនៅកន្លែងនេះគឺនៅច្រើនមែនតើអញ្ចឹងគេថាការទង្វើក្រាមរបស់យើងសម្រាប់ថ្ងៃនេះទង្វើស៊ុបរបស់យើងនេះគឺបរាជ័យជោគជ័យទេអញ្ចឹងយើងគួរតែបានណាគួរតែធ្វើមួយទៀតឬមួយក៏យ៉ាងណាឃើញគ្រប់គ្រងសម្ភារៈពិសោធន៍បែប STEM គ្រប់ប្រភេទគ្រប់កម្រិតសិក្សានិងគ្រប់មុខវិជ្ជាដូចជាផែនដីគីមីរូបវិទ្យាជីវវិទ្យាមានមីក្រូទស្សន៍ telescope និងឧបករណ៍ជាច្រើនផ្សេងៗទៀតដែលធ្វើឲ្យការសិក្សារបស់សិស្សកាន់តែរំភើបបើសិនជាលោកគ្រូអ្នកគ្រូចាប់អារម្មណ៍សូមតាក់ទងមេកុងបូគីងឬចូលក្នុងក្រុម Telegram មេកុងបូគីងឬមកហាងផ្ទាល់សូមអរគុណ